Ba nhôm này dễ prap nè tầng ọc nè tha miền bò rò mình nè ruột nước nông protein đi cốt mình hô bà ha vậy tiếng ở địa về chất sập năm đòi xong bay tại tắc môi đầm nọ phần tái cốt nơi miền chỉ vật ru riêng ban thầm đa bật men haiนี่คือจีเรื่องจำไลค์มวยในโปรตีนดีโดยบรอมแหลนู้มีชมุท้าปลาลัดจันนี่วิคือจีเรื่องดอยจำไลค์บ่มพอดสเตอร์แต่เหมือนกูเชื่อได้บรอมมันแน่อาจรู้ในบ้านดอยเหมือนโฮบะฮาอริยะเปย์70ชนามก็ตระบ้านปีพบโลกแต่โมจับอารมก็โดยจีเงยง้อยคลั่งเหมือนเต้นโลกปลาลัดจันนี้การเนยชนามมวยปอมประบุนรอยมาเพย์ประบุนเนรอดกูจารัดประเทศเดียนักอายุประมาณชนามก็บ้านจะเชงปีเตี้ยហើយនៅអាយុ11ឆ្នាំគាត់បានអះអាងថាគាត់បានទទួលកម្លាំងពិសេសពីអាទិទេពដោយធ្វើឲ្យគាត់អាចរស់នៅបានដោយមិនចាំបាច់បរិភោគអាហារអ្វីទាំងអស់អ្នកភូមិដែលរស់នៅជាមួយគាត់ក៏បានសង្កេតពីទម្លាប់ប្រចាំថ្ងៃរបស់គាត់ពិតជាបានឃើញគាត់មិនទទួលទានអាហារអ្វីទាំងអស់សូម្បីតែទឹកមួយដំណក់មែនលោកក៏ត្រូវបានអ្នកភូមិគោរពនិងបូជាហើយចាត់ទុកលោកគឺជាសាវករបស់អាទិទេពរឿងរ៉ាវដ៏ចម្លែករបស់លោកក៏បានល្បីរន្ទឺដល់មហាជនជាច្រើនដោយក្រុមអ្នកវិទ្យាសាស្ត្រនិងលោកដុកទ័រមានការងឿងឆ្ងល់យ៉ាងខ្លាំងនៅឆ្នាំ2003និងឆ្នាំ2010លោកត្រូវបានពិនិត្យដោយក្រុមវិជ្ជបណ្ឌិតនៅឥណ្ឌាដោយគេឲ្យគាត់ស្នាក់នៅក្នុងបន្ទប់យ៉ាងតឹងរ៉ឹងនិងមានអ្នកយាមកាមដោយមានដាក់កាមេរ៉ាសង្កេតគាត់24ម៉ោងក្នុងមួយថ្ងៃបន្ទាប់ពីរយៈពេល15ថ្ងៃគេបានឃើញគាត់មិនបរិភោគអាហារនិងទឹកសូម្បីតែមួយដំណក់ពិតប្រាកដមែនក្រុមវិជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលនិងមិនអាចអធិប្បាយអ្វីទាំងអស់ដោយគេចាត់ទុកថាវាជារឿងអភិនិហាបំផុតតែមានមនុស្សមិនបរិភោគអាហារនិងទឹកអស់រយៈពេល15ថ្ងៃបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រនិងដុកទ័របានពិសោធន៍លោករួចរាល់ហើយធ្វើឲ្យគេឈ្មោះលោករត់តែល្បីសុសសាយពេញប្រទេសឥណ្ឌាហើយនៅឆ្នាំ2020លោកប្រឡាត់ចាន់នីបានស្លាប់នៅអាយុ90ឆ្នាំដោយបានទុករឿងអាចកំបាំងមួយឲ្យពិភពលោកងើយឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីមានមនុស្សម្នាក់មិនបរិភោគអាហារនិងទឹកសោះតែអាចរស់នៅបានរយៈពេល70ឆ្នាំដូចជាមនុស្សធម្មតា